Toyota នៅតែជាជាងខ្លាំងនៅទីផ្សារប្រទេសអូស្ត្រាលីក្រោយរថយន្ត RAV4 របស់ពួកគេត្រឡប់មកកាន់តំណែងកម្ពុជារថយន្តលក់ដាច់បំផុតនៅខែវិច្ឆិកាយោងតាមការចុះផ្សាយពីសារព័ត៌មាន The Drive រថយន្ត Toyota RAV4 បានត្រឡប់មកកាន់តំណែងកម្ពុជារថយន្តលក់ដាច់បំផុតកាលពីខែវិច្ឆិកាមុនពេលរថយន្ត RAV4 ចំនួនថ្មីបានមកដល់ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះទោះបីជារថយន្ត RAV4 មានទីផ្សារខ្ពស់នៅប្រទេសអូស្ត្រាលីក៏ដោយប៉ុន្តែចំនួននៃការលក់សរុបប្រចាំឆ្នាំក៏ត្រឹមខែមុនបានធ្លាក់ចុះខ្លះបើធៀបទៅនឹងចំនួននៃការលក់សរុបប្រចាំឆ្នាំកាលពីខែវិច្ឆិកាកាលពីឆ្នាំមុនដែលធ្លាក់ចុះត្រឹមតែ 1.8% ប៉ុណ្ណោះពលគឺពីចំនួន 117,707 គ្រឿងមកនៅត្រឹមតែចំនួន 99,906 គ្រឿងប៉ុណ្ណោះប៉ុន្តែបើនិយាយពីការលក់សរុបប្រចាំឆ្នាំ 2025 នៅសល់រយៈពេល1ខែទៀតទើបត្រូវបញ្ចប់ឆ្នាំ 2025 រថយន្ត Toyota RAV4 នៅតែមានឱកាសខ្ពស់ក្នុងការបំបែកកំណត់ត្រាលក់ប្រចាំឆ្នាំមួយទៀតដែលត្រូវពឹងផ្អែកលើចំនួននៃការលក់ក្នុងខែធ្នូដើម្បីសម្រេចគោលដៅដើម្បីបំបែកកំណត់ត្រាលក់ប្រចាំឆ្នាំរថយន្ត Toyota RAV4 ធ្វើយ៉ាងណាលក់ឲ្យបានចំនួន 1,900 គ្រឿងបន្ថែមទៀតទើបអាចសម្រេចគោលដៅមួយនេះបានជាមួយចំនួននៃការលក់នេះហាក់មិនពិបាកខ្លាំងទេសម្រាប់ក្រុមហ៊ុនជប៉ុន Toyota នេះបើយោងតាមទិន្នន័យរថយន្ត RAV4 ដែលត្រូវបានលក់ចេញកាលពីខែមុនយោងតាមរបាយការណ៍ទិន្នន័យពីសភាពាណិជ្ជកម្មសហព័ន្ធឧស្សាហកម្មរថយន្តនិងក្រុមប្រឹក្សារថយន្តអគ្គិសនីរថយន្ត Toyota RAV4 ត្រូវបានលក់ចេញចំនួនសរុប 6,390 គ្រឿងនៅទីផ្សារប្រទេសអូស្ត្រាលីកាលពីខែវិច្ឆិកាមានការកើនឡើងរហូតដល់ 15.6% ធ្វើឲ្យរថយន្តនេះបានហក់ឡើងមកឈរលេខ1ជារថយន្តលក់ដាច់បំផុតកាលពីខែមុនក្រឡេកមកមើលរថយន្តដែលឈរនៅចំណាត់ថ្នាក់ទី2គឺ Ford Ranger លក់សរុបបានចំនួន 4,673 គ្រឿងខណៈចំណាត់ថ្នាក់ទី3គឺបានទៅលើរថយន្ត Toyota Hilux លក់សរុបបានចំនួន 3,418 គ្រឿងជាមួយទិន្នន័យលក់ប្រចាំខែវិច្ឆិកានេះក្រុមហ៊ុនជប៉ុន Toyota នៅតែរក្សាតំណែងជាម៉ាកយីហោលក់ដាច់បំផុតក្នុងប្រទេសអូស្ត្រាលីជាមួយនឹងការលក់រថយន្តសរុបដល់ទៅ 19,787 គ្រឿងខណៈរថយន្តដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុនជប៉ុនមួយនេះគឺរថយន្ត RAV4 ក្រុមហ៊ុន Toyota ក៏បានត្រៀមខ្លួនជាស្រេចដើម្បីបង្កើនចំនួនលក់របស់ខ្លួនបន្ថែមទៀតនៅទីផ្សារប្រទេសអូស្ត្រាលីក្រោយពួកគេបានដាក់បង្ហាញរថយន្ត Pick-up Hilux ចំនួនទី9របស់ខ្លួនដល់មកជាមួយជម្រើសកាន់តែសម្បូរបែបមានទាំងប្រភេទប្រើប្រាស់អគ្គិសនីសុទ្ធថែមទៀតផងសម្រាប់ក្រុមហ៊ុនជប៉ុន Toyota ត្រូវធ្វើការងារធ្ងន់បន្ថែមពីមួយឆ្នាំទៅមួយឆ្នាំដើម្បីរក្សាកេរ្តិ៍ឈ្មោះជារថយន្តដែលពេញនិយមខ្លាំងបំផុតនៅទីផ្សារប្រទេសអូស្ត្រាលីដោយសារបច្ចុប្បន្នមានក្រុមហ៊ុនចិនជាច្រើនក៏បានបញ្ជ្រាបខ្លួនចូលមកកាន់ទីផ្សារប្រទេសអូស្ត្រាលីជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំចំពោះបងប្អូនយល់ឃើញយ៉ាងណាដែរតើ Toyota អាចការពារតំណែងជាជាងខ្លាំងនៅប្រទេសអូស្ត្រាលីបានដែរឬទេនៅពេលខាងមុខអាចធ្វើការបញ្ចេញមតិនៅក្នុងវីដេអូនេះបានជាចុងក្រោយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត